មេត្រីក្រសួងការបរទេសឥណ្ឌានិងអ្នកនយោបាយឥណ្ឌាចេញមកថ្កោលទោសចំពោះទង្វើរបស់ក្រុមទាហានថៃដែលបានប្រើគ្រឿងចាក់បុកកំទេចរូបសំណាកអាទិទេពព្រះនរាយណ៍ឬក៏ព្រះវិស្ណុនៅក្នុងសាសនាហិណ្ឌូដែលបានសាងសង់ឡើងដោយទាហានខ្មែរស្ថិតនៅក្នុងតំបន់អានសេះខេត្តព្រះវិហារឥណ្ឌាចាត់ទុកថានេះគឺជាទង្វើដែលបង្កឲ្យមានការឈឺចាប់និងខ្វះការគោរពដល់សាសនាចាលោកថាថៃចាំមានសេចក្តីរាយការណ៍អំពីរឿងនេះដូចតទៅក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាខ្លួនបានឃើញពីសកម្មភាពនៃការកំទេចរូបសំណាកអាទិទេពព្រះវិស្ណុនៃសាសនាហិណ្ឌូដោយកងទ័ពប្រទេសថៃស្ថិតនៅតំបន់អានសេះខេត្តព្រះវិហារហើយថាសកម្មភាពបែបនេះមិនគួរឲ្យកើតឡើងនោះទេបើទោះបីជាតំបន់នោះកំពុងមានការប្រយុទ្ធគ្នាក៏ដោយសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាចេញផ្សាយកាលពីថ្ងៃទី24ខែធ្នូបានបន្តថាសកម្មភាពគ្មានការគោរពពីសំណាក់កងទ័ពថៃនេះកំពុងធ្វើឲ្យមានការឈឺចាប់សម្រាប់សាសនិកនៃសាសនាហិណ្ឌូនៅជុំវិញពិភពលោកឥណ្ឌាបានគូបញ្ជាក់ថាពុទ្ធរូបនិងអាទិទេពនៅក្នុងសាសនាហិណ្ឌូត្រូវបានប្រជាពលរដ្ឋនៅក្នុងតំបន់គោរពបូជាយ៉ាងជ្រាលជ្រៅដែលចាត់ទុកថាជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមទាំងអស់គ្នាចំណែកអតីតសមាជិកសភាឥណ្ឌាម្នាក់គឺលោកវិជ្ជយាសាយរ៉េឌីក៏បានសរសេរបង្ហោះលើបណ្ដាញសង្គម X ដែរថានេះគឺជាទង្វើមួយដែលមិនអាចទទួលយកបានចំពោះការបំផ្លាញរូបសំណាកព្រះអាទិទេពពីព្រោះជាការវាយប្រហារលើជំនឿនិងបេតិកភណ្ឌនិងបង្ហាញពីការមិនគោរពទៅដល់សាសនាលោកបន្តដោយដកស្រង់នៅពាក្យស្លោកមួយថាគ្មានសាសនាណាមួយអាចធ្វើឲ្យមានសន្តិភាពតាមរយៈការបំផ្លាញចោលនៅជំនឿរបស់អ្នកដទៃឡើយក្រោយមានប្រតិកម្មពីរដ្ឋាភិបាលឥណ្ឌានាយករដ្ឋមន្ត្រីចាំផ្ទះថៃលោកអនុទានច័ន្ទវរៈគុលបានប្រតិកម្មថារូបសំណាកព្រះអាទិទេពនៅតំបន់អានសេះនោះមិនស្មើនឹងជើងរបស់ទាហានថៃដែលបានបាត់បង់បន្ទាប់ពីដើរចូលរំលោភដីខ្មែរហើយជន់គ្រាប់មីននៅសល់ពីសម័យសង្គ្រាមស៊ីវិលនោះទេនៅក្នុងសង្គ្រាមឈ្លានពានលើកម្ពុជាកងទ័ពថៃក៏បានបាញ់កំទេចប្រាសាទតាក្របីធ្វើឲ្យបាត់បង់រូបរាងដើមស្ទើរទាំងស្រុងនិងបំផ្លាញផ្នែកខ្លះនៃទូប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងការពីពេលថ្មីនេះកងទ័ពថៃក៏បានកំទេចអគារដែលជាជំនួយរដ្ឋាភិបាលឥណ្ឌាសម្រាប់ជួសជុលអភិរក្សនៅតំបន់ប្រាសាទព្រះវិហារដែរអង្គការ UNESCO បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វើឲ្យប៉ះពាល់ឬបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងសង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជានិងបានក្រើនរំលឹកគ្រប់ភាគីទាំងអស់ពីកាតព្វកិច្ចនិងការបដិញ្ញាចិត្តគោរពច្បាប់អន្តរជាតិជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ1954ស្ដីពីការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងពេលមានចំនួនប្រដាប់អាវុធខ្ញុំថាថៃពីទីក្រុងមែលប៊នទីថៃនៅតែបន្តឈ្លានពានចូលកម្ពុជាចាឈានចូលដល់ថ្ងៃទី19ហើយចានៅក្នុងការឈ្លានពានរបស់យោធាថៃនេះចាយោធាថៃបន្តបាញ់ផ្លោងអាវុធធន់ធ្ងន់គ្រប់ប្រភេទចាចូលជ្រៅចូលទៅដីកម្ពុជាដែលបណ្ដាលឲ្យពលរដ្ឋខ្មែរស្លាប់និងរបួសកើនឡើងជាបន្តបន្ទាប់នៅក្នុងពេលដែលមានការឈ្លានពានពីប្រទេសថៃនេះចាពលរដ្ឋនិងអ្នកឃ្លាំមើលយល់ថារដ្ឋាភិបាលខ្មែរលំមដល់ពេលដែលបើកលំហសេរីភាពនយោបាយសេរីភាពបញ្ចេញមតិនិងសេរីភាពនយោបាយដើម្បីទប់ទល់នឹងការឈ្លានពានទាំងកំរោលរបស់យោធាថៃនេះមិត្តអ្នកឃ្លាំមើលបារម្ភថានៅក្រៅកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅរបស់កម្ពុជាថៃដែលហៅកាត់ថា GBC យោធាថៃអាចនឹងបន្តកាន់កាប់ទឹកដីមួយផ្នែករបស់កម្ពុជានៅតំបន់ព្រំដែនដែលយោធាថៃបានដណ្ដើមយកពីកម្ពុជាពួកគាត់យល់ឃើញថានៅក្នុងកិច្ចប្រជុំនេះភាគីកម្ពុជាគួរតែចរចាជាមួយភាគីថៃដើម្បីអនុវត្តបទឈប់បាញ់ជាមុនសិនចំណែកបញ្ហាដែលកំណត់ព្រំប្រទល់កម្ពុជាគួរតែដោះស្រាយបញ្ហានេះតាមរយៈយន្តការច្បាប់អន្តរជាតិចាលោកទីនសការីយ៉ារាយការណ៍អំពីរឿងនេះគិតមកដល់ពេលនេះភាគីកម្ពុជានិងថៃបានចូលរួមកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃហៅកាត់ថា GBC ដើម្បីដោះស្រាយវិវាទរឿងព្រំដែនចំនួន2ដងមកហើយប៉ុន្តែយោធាថៃនៅតែបន្តបាញ់ប្លង់ចូលទឹកដីកម្ពុជាគ្មានស្រាកស្រាននោះឡើយហើយបានចូលកាន់កាប់ក្នុងទឹកដីកម្ពុជាកាន់តែជ្រៅប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តរប្រវេសន៍នៃរដ្ឋាភិបាលឯករាជ្យ$23លោកអ៊ុំសំអានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី25ខែធ្នូថាកិច្ចប្រជុំ GBC រវាងកម្ពុជានិងថៃហាក់ធ្វើឡើងដោយមិនស្មើភាពគ្នានោះទេដោយសារតែថៃ
ដែលជាភាគីឈ្លានពានកំពុងតែមានព្រៀបលើសមរភូមិនិងកំពុងតែកាន់កាប់តំបន់មួយចំនួនក្នុងទឹកដីកម្ពុជាលោកបារម្ភថាក្នុងកិច្ចចរចានេះភាគីថៃអាចនឹងទាមទារតំបន់ដែលយោធាថៃបានវាយដណ្ដើមយកពីកម្ពុជានោះកាត់ចូលក្នុងទឹកដីថៃតតែខ្លួនបានគ្រប់គ្រងតំបន់ទាំងអស់ហ្នឹង 100% ហើយបានថៃយកព្រមទៅលើបទច្បាញ់ព្រោះថៃចង់បានទឹកដីកម្ពុជានោះទៅតាមផែនទីខ្នាត1លើ50ប៉ុនដែលជាផែនទីគូដោយឯកតោភាគីកម្ពុជានិងថៃបានចាប់ផ្ដើមកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី24ខែធ្នូដែលរៀបចំនៅខេត្តច័ន្ទបុរីក្នុងទឹកដីថៃបន្ទាប់ពីភាគីថៃបានបដិសេធសំណើរបស់កម្ពុជាដែលចង់ឲ្យរៀបចំកិច្ចប្រជុំនៅម៉ាឡេស៊ីទោះជាណានៅក្នុងថ្ងៃបើកកិច្ចប្រជុំដំបូងភាគីទាំងពីរបានពិភាក្សាគ្នារយៈពេល30នាទីដោយមិនបានបង្ហាញពីលទ្ធផលនោះឡើយយ៉ាងណាមិញសម្រាប់កិច្ចប្រជុំនៅថ្ងៃទី2ដែលចាប់ផ្ដើមនៅព្រឹកថ្ងៃទី25ខែធ្នូនេះភាគីទាំងពីរបានជួបសន្ទនាគ្នាប្រហែលជាជិត2ម៉ោងមុននឹងសម្រាកដើម្បីត្រៀមប្រជុំបន្តនៅម៉ោង3រសៀលក៏ប៉ុន្តែនៅពេលដល់វេលាដែលបានកំណត់ភាគីកម្ពុជាបានស្នើសុំពន្យាពេលចំនួន2ដងដោយអះអាងថាដើម្បីត្រួតពិនិត្យនិងរៀបចំឯកសារដែលភាគីថៃបានដាក់លក្ខខណ្ឌរហូតដល់ម៉ោង4រសៀលក្នុងនោះតំណាងកម្ពុជាបានមកជួបតំណាងថៃដើម្បីពិភាក្សាអំពីទីតាំងសម្រាប់រៀបចំកិច្ចប្រជុំពិសេសលើកទី3ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី27ខែធ្នូខាងមុខទោះជាបែបនេះក្តីភាគីថៃបានអះអាងថាប្រសិនបើការពិភាក្សារបស់ភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងលើចំណុចបច្ចេកទេសសំខាន់មានដូចជាការដាក់ពង្រាយកងទ័ពនិងចំណុចនៃការផ្ដួចផ្ដើមដើម្បីបង្កើតឲ្យមានជាបទឈប់បាញ់នោះទេភាគីថៃនឹងមិនធ្វើកិច្ចប្រជុំ GBC និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅថ្ងៃទី27ខែធ្នូនោះឡើយថៃបានដាក់លក្ខខណ្ឌចំនួន3ដល់កម្ពុជាដើម្បីចរចាក្នុងបទឈប់បាញ់រួមមានឲ្យកម្ពុជាបញ្ឈប់ការបាញ់ប្រហារជាមុនហើយត្រូវធ្វើឡើងដោយពិតប្រាកដនិងជាក់លាក់និងចូលរួមសហការដើម្បីសម្អាតមីននៅតាមព្រំដែនជំវិញនឹងរឿងនេះប្រធានអ្នកខ្លាំមើលកម្ពុជាលោកម៉ែនណាតយល់ឃើញថាកិច្ចប្រជុំ GBC នេះភាគីកម្ពុជាមិនគួរឯកភាពទៅលើលក្ខខណ្ឌតាមការចង់បានរបស់ភាគីថៃដើម្បីដូរយកសន្តិភាពដ៏ផុយស្រួយនេះបាននៅឡើយពីព្រោះកន្លងមកភាគីថៃមិនបានបំពេញតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាជាមួយកម្ពុជានោះទេផ្ទុយទៅវិញភាគីថៃតែងតែប្រើលេសដើម្បីជួលឈ្លានពានកម្ពុជានិងយកប្រៀបលើសមរភូមិគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃ GBC កំពុងតែជជែកគ្នាដើម្បីដោះស្រាយបញ្ហាជម្លោះនោះសេនាធិការយោធាថៃបានអះអាងថាយោធាថៃនៅតែបន្តប្រតិបត្តិការតាមគោលដៅដែលបានគ្រោងទុករហូតទាល់តែកម្ពុជាប្រកាសឈប់បាញ់មុនយ៉ាងណាក៏ដោយចុះក្រសួងការបរទេសកម្ពុជាធ្លាប់បានប្រកាសនៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីបច្ចុប្បន្នភាពស្ថានភាពកម្ពុជាថៃនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី22ខែធ្នូថាកម្ពុជាបានគោរពបទឈប់បាញ់ដែលភាគីថៃបានឯកភាពគ្នារួចមកហើយដោយកម្ពុជាបានជៀសវាងមិនឲ្យផ្ទុះអាវុធរយៈពេល24ម៉ោងក្រោយទទួលរងការវាយប្រហារពីសំណាក់យោធាថៃកាលពីថ្ងៃទី7ធ្នូអ្នកខ្លាំមើលជំរុញឲ្យមេដឹកនាំកម្ពុជាគួរតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិដើម្បីបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាជាជាងការចរចាទ្វេភាគីដែលធ្វើឲ្យថៃជាភាគីឈ្លានពានអាចដាក់សម្ពាធមកលើកម្ពុជាតាមតែអំពើចិត្តដែលធ្វើឲ្យកម្ពុជាជាជ្រៅរងគ្រោះត្រូវទទួលរងភាពអយុត្តិធម៌ហើយនឹងខាតបង់ទឹកដីមួយផ្នែកថែមទៀតចាលោកនាងជាទីមេត្រីនៅឯតំបន់អូស្មាច់ក្នុងខេត្តឧត្តរមានជ័យចាយោធាថៃបានចាប់ខ្លួនពលរដ្ឋស៊ីវិលខ្មែរចំនួន3នាក់ដែលបានចងស្លាប់សេកវាយដំធ្វើទារុណកម្មដើម្បីសួរពីទីតាំងយោធាកម្ពុជានិងបានបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់ដែលចុះល្បាតនៅតំបន់រមណីយដ្ឋានអូស្មាច់នៅក្នុងខេត្តឧត្តរមានជ័យនេះចាជនរងគ្រោះនិងមន្ត្រីសិទ្ធិមនុស្សចាត់ទុកទង្វើរបស់ទាហានថៃថាខុសខើអមនុស្សធម៌និងជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិពួកគាត់អំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសនិងមានវិធានការទប់ស្កាត់ការវាយប្រហារឈ្លានពានយោធាថៃមកលើទឹកដីកម្ពុជានេះ